ខ្ញុំឃើញជាពិសេសពួក LDP សន្តានចិត្តល្អហើយបងប្អូនតែអារឿងរបៀបនៃការជួយខ្លួនឯងម៉ែអាល្ងងណាដាំតដើមឈើដាំកើតផងទៅដាំមករុំឲ្យឯងខំប្រឹងទុកដីខ្លាច់បែកដាក់ទៅវាទៅដល់បំបែកដីដាក់ភ្លុកចុយមរាយល្ងងចុយតម្រាយយ៉ាងនេះលោកល្ងងណាបងប្អូនខ្ញុំមកបងប្អូនបើតាមតែខ្លួនខ្ញុំខ្ជិលសៅជ្រាវណាប៉ុន្តែដោយសារគេណាដូចគេនិយាយពីរឿងលហុងខ្ញុំថាប្រជាប្រដ្ឋខ្មែរប្រហែលយល់បងឯងដាំលហុងហើយណែដើម្បីដាំលហុងបានណាឲ្យវាទឿណាកាត់ឬកែវទៅបងកាត់ឬកែវទៅឯកសារគេប្រាប់ថាចឹងតែដាំលហុងកាត់ឬកែវគឺដឹងតែទឿហើយខ្ញុំថាអញដឹងហើយកាត់ឬកែវហើយវាទឿអញដឹងហើយប៉ុន្តែហេតុអីបានកាត់ឬកែវទៅទឿខ្ញុំអត់ដឹងដែរប៉ុន្តែដឹងថាកាត់ឬកែវទឿអញនៅត្រឹមនឹងទេក្មួយអញតាំងពីដើមមកពេលអញធ្វើអីក្បាលអញគិតរហូតកូនគិតរហូតហេតុអីបានកាត់ឬកែវទៅទឿណហេតុអីគេថាមិនបាច់គិតច្រើនទេតែកាត់ឬកែវទឿអញថាអញទទួលយកបានអញចង់ដឹងបងប្អូនណាដើមឈើឬកែវជាឬទប់ខ្លួនណាដើមឈើណាដែលកាន់តែខ្ពស់ឬកែវកាន់តែជ្រៅដល់ពេលយើងកាត់ឬកែវវាដឹងណាវាមានសិនណាវាមានវិញ្ញាណណាដើមឈើវាដឹងខ្លួនវាណាវាថាលូតទៅលើទៀតអត់បានខ្លាចដួលវាអត់ហ៊ានលូតទេព្រោះវាដឹងខ្លួនវាដឹងថាវាអត់ឬកែវទេតែវាអត់ឬកែវវាអត់ហ៊ានឡើងទៅលើទេខ្លាចដួលវាចេះណាស់អញ្ចឹងបានយើងកាត់ឬកែវទៅវាមិនព្រមលូតឡើងលើសោះពីព្រោះដើមហ្នឹងវាជាដើមមានឬកែវបានវាឡើងលើដល់ពេលយើងកាត់ឬកែវវាដឹងខ្លួនវាថាអត់មានឬកែវវាអត់ហ៊ានឡើងលើខ្លាចខ្យល់បងប្អូនណាខ្ញុំដាំដើមឈើធំៗហ្នឹងបងប្អូនដល់ពេលខ្យល់ព្យុះមកស្បៃវាប៉ាំងទៅលើដើមឈើហ្នឹងវាផ្អៀងដល់ផ្អៀងឈប់លូតហ្មងខ្ញុំចេះអង្គុយចាំមើលវាហ៊ានលូតទេបងប្អូនព្រោះវាផ្អៀងចេះកាលណាវាលូតទៅវាធ្ងន់អាចង់លាវបាក់យើងវាហ៊ានលូតទេវាដឹងតែលូតទៀតបាក់យើងដល់ពេលជីវាចេះតែបឺតពីក្រោមមកដល់បឺតមកវារកកន្លែងចេញអត់ឃើញភ្លុះដើមថ្មីមួយភ្លាមមកភ្លុះឡើងចេញត្រង់ភ្លឹងហ្មងអាដើមចាស់វាចោលភ្លាមហ្មងវាដឹងណាវាមិនមែនប្រភ្លើដូចយើងទេអត់ភ្លើទេវាលូតទៅមុខទៀតអាចង់វាចេះតែធ្ងន់វាមិនបាក់ជើងដល់ពេលអញ្ចឹងវាលូតឡើងទៅលើចេះដល់ពេលខ្ញុំយល់អញ្ចឹងបានខ្ញុំប្រាប់ថាក្មួយហើយមើលម្រិចក្មួយកាលណាតងវាណាវាអត់មានបកគោលតោងបានណាគឺវាទៅត្រង់ភ្លឹងដូចតកួនអញ្ចឹងវាទៅត្រង់ភ្លឹងអញ្ចឹងម្រិចវាមិនមែនផ្លែនឹងដើមទេកូនវាផ្លែនឹងមែកដល់ពេលវាតោងអត់បានវាចេះតែលូតទៅដល់លូតទៅវាអត់ហ៊ានចេញមែកវាខ្លាចធ្លាក់ខ្លួនវាមកក្រោមដល់ពេលអញ្ចឹងវាទៅត្រង់ខ្លួនចេះតែទៅអត់មានផ្លែទាំងអស់ត្រូវកាត់វាចោលប៉ុន្តែបើកូនឯងទាញវាត្រឡប់ចូលក្នុងដើមមកវិញចងវាឲ្យតែវាដឹងខ្លួនថាវារឹងហើយវាចេញមែកផ្លែឲ្យយើងភ្លាមហ្មងវាចេះកូនឯងត្រូវរៀនមើល LDP អត់ចឹងទេបងប្អូនឲ្យដាក់ជីឲ្យពូនគល់មរាយហើយវាយកអាចមន់ទៅដាក់ក្បែរគល់វាពូនគល់ឡើងប្រហែលជាកម្ពស់ 3-4 តឹកពូនប្រហែលប៉ុណ្ណដបឡើងទៅលើខ្ញុំថាកូនឲ្យកូនអីក៏ល្ងងយ៉ាងនេះ LDP នេះល្ងងយ៉ាងនេះកូនឯងបានតាមមโนសញ្ចេតនាទេកូនតែការងារល្ងងកូនឯងគិតពិចារណាមើលដើមឈើកូនឯងពូនប៉ុណ្ណឹងដល់ពេលឬវាចេញមកឬវាចេះណាស់វាមិនមែនចាក់ធ្លាយដីទេវាដឹងណាតែចិត្តផុតដីវាឈប់ចេញវាខ្លាចឬវាចេញក្រៅដីលើកលែងទៅវាចេញក្រៅដីហើយយើងបាញ់ទឹកវាបើឲ្យវាចាក់ធ្លាយដីវាមិនចាក់ទេវាមិនធ្វើចឹងទេចុះបើកូនឯងពូនប៉ុណ្ណេះនេះហើយកូនឯងសម័យតិចពេលខែប្រាំងមកដល់ពលឺថ្ងៃចូលទៅប៉ះដីនឹងវាក្តៅប៉ុណ្ណាវាក្តៅដល់រឹសចាំបានម្រេចខូចហើយកូនឯងដាក់ដល់ជីអាចមន់អីហើយពូនឡើងកពូកដោយអាឡែងកូនដបោកមួយចឹងកូនឯងឈួតអីយ៉ាងម៉េចទេអត់មានមើលហើយទៅជែកគ្នាបដាដកស្មៅបដាទៅជែកគ្នាបដាដកស្មៅបដាអញថាកូនឲ្យសំកាជះគេអញក៏ដើរដាំម្រេចអញក៏ដើរដាំដើមឈើដូចតែកូនឯងចឹងដែរតែហេតុអីបានអញចេះរហូតដល់អញអាចប្រាប់កូនឯងពីរបៀបស្អីរបស់ម្រេចរបស់ដើមឈើហ្នឹងអញសង្កេតណាបើតាមតែខ្លួនអញខ្ជិលណាស់ប៉ុន្តែដើម្បីបំរើមโนសញ្ចេតនារបស់ខ្លួនត្រូវការលុយច្រើនណាបងប្អូនដល់ពេលចឹងចេះតែដេកគិតណាអញ្ចឹងបានខ្ញុំចេះតែនិយាយប្រាប់ថាមនុស្សដែលមានមโนសញ្ចេតនាចំពោះអ្នកដទៃរួចហើយចង់ធ្វើការបម្រើអ្នកដទៃកុំភ័យសិតតែមនុស្សចេះជួយខ្លួនឯងទាំងអស់បកែរស់ស៊ីរៀនក៏បកែឆ្លាតក៏ឆ្លាតធ្វើការងារច្រើនស៊ីតិចសិតតែអញ្ចឹងទាំងអស់បងប្អូនសិតអញ្ចឹងទាំងអស់មិនបាច់ប្រាប់វាថាគិតខ្លួនឯងមុនចាំគិតអ្នកដទៃក្រោយទេមិនបាច់ទេគិតតែអ្នកដទៃគិតឲ្យឃើញថាជីវិតដែលគ្មានការងារជាទីពឹងដល់អ្នកដទៃគ្មានតម្លៃគិតឲ្យឃើញអញ្ចឹងតែមានអារម្មណ៍ថាបើគ្មានតម្លៃសម្រាប់ឲ្យអ្នកដទៃពឹងបានទេជីវិតដូចគ្មានតម្លៃភ្លាមគឺចេះរៀនចេះសូត្រចេះទុកលុយចេះអីហ្មងជួយខ្លួនឯងបានហ្មងបាច់ភ័យទេមិនបាច់ប្រាប់វាថាជួយខ្លួនឯងសិនចាំជួយអ្នកដទៃទេអាចជួយខ្លួនឯងសិនចាំជួយអ្នកដទៃនឹងសិតតែធွာបោកទេវាភូទាំងអញតែជួយខ្លួនឯងសិនចាំជួយអ្នកដទៃក្រោយវាភូទេអាចចិត្តបូជាទាំងស្រុងដោយមានអារម្មណ៍ថាបើរស់នៅគ្មានជាទីពឹងដល់អ្នកដទៃបានមានអារម្មណ៍ថាដូចរស់អត់កើតផងឲ្យតែបងប្អូនមានអារម្មណ៍អញ្ចឹងបងប្អូនចេះជួយខ្លួនឯងហ្មងហើយបើខ្ញុំដឹងបងប្អូនខ្ញុំពលត្រូវ
បើតាមតែខ្លួនខ្ញុំមួយសប្ងៃខ្ញុំស៊ីតិចបងប្អូនស៊ីតិចអេដល់ចេះធ្វើប៉ុនណាធ្វើអីក៏បានប៉ុនហ្នឹងខ្ញុំថាគ្រាន់តែស៊ីសោះបានប៉ុនសប្ងៃអញមិនចង់ស៊ីទេណាគេយកទៅឲ្យស៊ីពេកអញអាក់នៅគ្រោះគេចេះតែស៊ីទៅស៊ីបានប៉ុនណារបស់យកមែនតាអញមិនចង់ស៊ីទេបើតាមតែអញស៊ីតិចអញខ្ជិលក្ដោះក្បាលពោះប៉ុន្តែគេយកមកគេចេះអង្គុយចាំមើលអញស៊ីដល់ពេលអញ្ចឹងស៊ីអាក់នៅគ្រោះគេបន្តិចទៅបានប៉ុនកុំថាស៊ីបានប៉ុនរងថ្ងៃជេបានប៉ុនទៀតហើយមើលប៉ុនធ្វើគ្រប់កន្លែងហ្នឹងអស់ស្រួលធ្វើអីក៏បានប៉ុនណាបងប្អូនដល់ពេលចិត្តរបស់យើងគឺរស់នៅដើម្បីប្រយោជន៍អ្នកដទៃទៅហើយខ្លួនយើងជារឿងទី2ការងារដែលយើងធ្វើសម្រាប់អ្នកដទៃគឺជារឿងទី1ដល់ពេលអញ្ចឹងជីវិតរបស់យើងស្រាលរស់នៅចេះជួយខ្លួនឯងចេះថ្លឹងថ្លែងគ្រប់កលៈទេសៈទាំងអស់បងប្អូនអារម្មណ៍វារុញមេរៀនបែបហ្នឹងបងប្អូនមើលសភៅគ្មានទេខ្ញុំគិតយូរខ្ញុំឃើញថាកុំថាមនុស្សខ្មែរបងប្អូនពិភពលោកអាមេរៀនជីវិតបែបហ្នឹងគឺក្របំផុតអញ្ចឹងបានខ្ញុំថ្មិចភ្នែកមិនកើតកាន់ក្បាលមីក្រូមកផ្ដល់ចំណេះដឹងជាមូលដ្ឋានឲ្យប្រជាពលរដ្ឋថ្ងៃខ្ញុំបងប្អូនរាល់ថ្ងៃរស់ស៊ីដាំបន្លែទៅកប៉ុកដែរបងប្អូនរត់រស់ទេដឹកមកពេញបងប្អូនអាឡានយើងនេះដឹកមិនបានច្រើនឡានយើងនឹងដឹកបានកន្លះតោនយ៉ាងឡានហ្នឹងវារកឡានកូរ៉េដឹកឲ្យតែឃើញឡានកូរ៉េមកដឹងតែពីប៉ូលីសវាមើលងាយយើងហ្មងមកជើងតាមផ្លូវបងប្អូនមាន20000 10000អាផ្លូវកំពង់សោមពេញនេះនិយាយពីប៉ូលីសម៉ែអាច្រើនខុសនេះខុសនោះតិចបំផុតមួយថ្ងៃអស់40000អស់$10មួយខែអស់300អ្នកគ្រាន់ចាំកូនរស់ហ៎បងប្អូនមួយខែចាំកូនរស់ហើយវាស៊ីលុយយើងអញ្ចឹងហើយបងប្អូនមកចាណាមកលក់បន្លែលក់កើតដែរដាំបន្លែកប៉ិកប៉ុកមួយថ្ងៃអស់10រៀលហើយហ្នឹងរស់មិនកើតណាសាំងឡើងថ្លៃផងសេវាទាំងអស់ក្នុងស្រុកខ្មែរសិតតែថ្លៃទាំងអស់ប្រាក់ខែវាតិចបន្លែវាថោកទៅអូយកសិករខ្មែររស់មិនកើតទេអញ្ចឹងមិនទៅធ្វើកាជះស្រុកគេហើយសម្ដេចឯនោះគិតតែញីកែងជើងជួនកាលញីកែងជើងក្នុងទឹកទៀតយ៉ាហីច្បែកអីក៏ច្បែកយ៉ាងនោះដាច់ខ្ញុំថាយេអស់ចាមកស្រុកខ្មែរហើយអញ្ចឹងសោះបើកឡើង70 80កៅអីគេសង្ឃឹមទៀតនោះសង្ឃឹម70 80កៅអីទៀតណាសំរៀងស៊ីកឹមសុខាសង្ឃឹមឈ្នះឆ្នោតទៀតតដោ70កៅអីដែរតដោគេសម្ភាសខ្ញុំគេសួរថាតដោ70កៅអីទៀតហើយលោកយល់ថាម៉េចខ្ញុំថាអូយតែប្រកាន់ឲ្យគាត់និយាយទៅលួយគាត់ចាស់ហើយគាត់និយាយវែងខ្លះអីខ្លះអត់គាត់ទៅគណៈបកសង្គ្រោះជាតិក៏ឈ្នះគណៈបកប្រជាជនក៏ឈ្នះដល់ថ្នាក់នឹងពេកអញបោះដីអង្គុយត្មងខ្ជិលអាណាទៅវាដូចតែប្រទេសជាតិមួយហ្នឹងរបស់យើងតែឯងមិនចេះឲ្យគេជួយភ័យផងណាបងប្អូនខ្ញុំថាគិតសពទៅស្រុកមួយហ្នឹងដូចរឿងកំ pl ែងលេងសើចតែមិនដឹកនាំប្រទេសជាតិបងប្អូនពេលសម្ដេចតាហ្នឹងបរិណពៀនទៅស្រាប់តែផ្លែកឡើងឃើញមុខសម្ដេចតានៅលើលោកខែអស់ចាស្រុកខ្មែរអញ្ចឹងចេះតែរស់មកអង្គរហូតដល់សប្តាហ៍ថ្ងៃដែរអត់បាត់ដីគេសួរខ្ញុំគេថាអង្គរវត្តបោះណាខ្ញុំថាអញទៅរកគិតមិនឃើញណាគេថាអង្គរវត្តហ្នឹងបោះសៀមទេខ្មែរហ្នឹងវាគ្មានតែចេះធ្វើអីទេល្ងងយ៉ាងហ្នឹងចេះធ្វើអង្គរវត្តស្អីបើល្ងងយ៉ាងហ្នឹងអាពូជសាសមួយហ្នឹងអង្គរហ្នឹងបោះសៀមទេខ្ញុំថាចុះបើបោះសៀមហើយមិនបានមកខ្មែរឲ្យវាលួចគេហ្នឹងតែបើលួចគេខ្លាំងជាងអ្នកធ្វើវាលួចគេបានណាអញអត់យល់ដែរដឹងអាម៉េចអញមើលពូជសាសអញទៅអង្គរវត្តអញចេះអង្គុយមើលឲ្យកវីក្បាលបើតាមតែពូជសាសអញសពថ្ងៃដូចមិនតំណងធ្វើអង្គរវត្តកើតទេហើយបើតដើមគេមិនក៏ទៅដដើមគេបានអាគេធ្វើនោះវាខ្លាំងហើយយើងទៅដដើមគេបាននេះវាខ្លាំងជាងអាអ្នកធ្វើទៀតអញរយល់មិនកើតដែរដល់មើលប្រវត្តិសាស្ត្រកន្លែងខ្លះបងប្អូនខ្មែរយើងហ្នឹងសល់ដីហ្នឹងបងប្អូនណាមិនសល់ដោយសារការពារខ្លួនទេណាដូចថាគេមកយកអញ្ចឹងគេត្បៀតក្លៀកខ្លះគេយកដាក់កប៉ាល់ខ្លះអីវារបូតម្ដុំជ្រូកទៅវាសល់អាម្ដុំហ្នឹងការទៅចូលមកយកហ្នឹងសៀមក៏ចង់បានទាំងមូលយួនក៏ចង់បានទាំងមូលវាចែកគ្នាត្រឹមទលេមេគង្គម្នាក់ហ្នឹងវាអត់ព្រមវាចង់យកទាំងមូលវាឡើងតែប្រទៀងបតុងបារាំងចូលមកដល់ទៅយើងវាបានអាទៅហ្នឹងក៏មិនបាត់ហើយខ្ញុំថាបើបានអាបាត់ស្រួលបណ្ដោយអញធ្លាប់ច្រើនព្រួយរក្សាបើអត់តែហ្មងបានស្រួលអាពូជសាសផ្សេងដែលបាត់ទៅវាមានបបាក់អីវាស្រួលណាដូចចាមសប្ងៃចាមនិយាយលេងបងប្អូនម៉ែនៅបាក់ចិត្តអីដូចខ្ញុំបាត់ទៅស្រួលហ្មងមានបាក់ការពារអីផងខ្ញុំថាគិតអាផ្លូវហ្នឹងវិញទៅព្រោះឥឡូវខ្មែរមានគិតចឹងខ្លះហើយគាត់ថាមកអូខ្មែរដឹកនាំគ្នាឯងបបាក់ពេកដឹកវាមិនកើតឲ្យយួនដឹកម្ដងទៅចេញតែផ្លូវហ្នឹងហើយយួនវាព្រួយវាខ្លាចសៀមយកដីខ្មែរវាប្រាប់ថាណខ្ញុំដាប់ខ្សែព្រឹកមិញឮថាសៀមមកយកដីម៉ែទៅអូយកទៅអាយួនវាថាបងឯងឲ្យយកក៏ខ្ញុំមិនឲ្យយកដែរណាយួនជួយការពារជាងអេអស់ចាហ្មងខ្មែរបងប្អូនពិចារណាមើលអស់ចាហ្មងហើយគិតតែពីទេសនាបោកគ្នារ៉ូស៊ីនបោកគ្នាឯងក្នុងស្រុកអាឡាហាមដូចគ្នានេះសពថ្ងៃដូចអ្នកលេងបៀក្នុងផ្ទះអញ្ចឹងហើយយើងម៉ែឪគិតមិនខ្មិចបងប្អូនកូន10នាក់
câu nói từ hồ xin khéo tiếc tới câu mà tha lên bia lên là bãi tới lên nè khéo tiếc anh ấy lên bong ôn viên nông tiếc cao cái này họ ngay chắc sọc cái mai đó anh ấy tê ná bao cái mai này anh tới anh ấy vô bãi bao cái mai này anh ông ca sân cung gì vợ bao cái mai này anh rùa ca tới bong ôn bao dương ở thơ tê bong ôn tình yêu mà sọc cái mai mà lên hân hao nhưng mà Krong dương này ha, chia krong trong cõi bằng phật đấy bằng phật. Chia krong đại đặt tôn á, lôi khuôn ai, cầm lang khuôn ai, pel về lia khuôn ai, đâm bay vơ ao côn chào dương cho noan khởi. Krong sầm pon nó cứ krong chẳng, krong đặt lôi khuôn ai, cầm lang pel về lia khuôn ai, đặt là bó khuôn ai, máu thơ đâm bay côn chào dương cho noan khởi. Tai cả nạp bạc kẹp xanh ở đây nè, nạp bạc về chia chun á, tua áo á, mê phum cả áo, mê khum cả áo, sạc cam mà chun bạc kê tua áo lối á, ban đa rồi sạc nào áo. A xong cua chết có ai chẳng đài A xong cua chết vì vậy tha mất vì vậy tha prao mà tao chặt sang mấy à prao cô mà áo xí smile mấy à ngó phải cho tao nàng đi à đôi lời anh ăn thơ ca đi bom ôn và chia parot khmai nè cất tinh mơ nè dọc Việt Nam là bọn nè từ nhà nương bộ năng ca đấy bộ Việt hơn ở đây bây giờ tôi luôn Việt năng xong pon á đặt lời luôn này cầm lăng bên với lia luôn này vừa đâm bay côn chào dương trên nón cối bom ôn miến ta xong pon môi thế men ôn đấy nè cứ chỉ ca bất viên trăng mòn miền ta sầm pon này bom ôn sầm pon á nơi so tại bên về lìa đây đại bà chia bớt từ xoay vô à riêng là bọn năng bất cứ bất ai mà rơi phía rồi cứ bất ai chẳng bàn kê ao nhom đào bầm môi mà nư kê tha bầm môi mau buộc bàn nhom nhom tha anh bầm môi á một ta đào thiết mình lọ màu ai ớt bầm môi đại khát anh nơi mà đông hơi sầu đôi đại chọn chứ anh nơi mà đông hơi sầu anh á đáp sầm pon hơi vô thà sầm pon năng chui chết bạc trời bè đồn bà vía trồi màu cái tháo cái nạp bạn năng mấy con khơi trôi bần địch máu bần địch pan giờ bon nhom tha nó anh không thấu mạng đúng không bần địch pan giờ bon nóng á tục kia đặt thùng sầm ram bây giờ nhạc nào bọn nông mấy thằng dương ất pan giờ bon bằng bồn cái nạp bạn dương bên này sắt chởn trên kén á hai đi sắt đó mình thầm là nơi sọc camai đấy bằng bồn nơi bò tê nơi tam mình ti cả xuồng sờ bố á sắt tập buộc pan giờ bon pan nó bị ọt hiền tranh mục miền ta sầm pon năng ấy sờ bố pan giờ bon chờ những cái hai pan giờ bon rồi bò sầm pon á khăng tăng bà chạy cái tê tăng mình nẹt cả chết mà nô sinh chết na trong pua bờ tê chết tiệt mét đôi pua a việt hiện tam tộc mù sập ngày nâng tê a pua on đây anh thom mà mình xóm thơ nẹt đặc loa mà nâng tê bong ôn pua on đây kẻ hao pua a cả tôi vô cầm sọc kha ông san suchi dương ni ọt miền nẹt bạ đi vọt ấy tê mà cha thay xóm đèn si nặng bạ chi chuan ấy ni pua nẹt cả tôi vô a pua cả bay si sở bom sao hiền đành cả bay đào chánh bong đánh áo chảy mơ cặp pư không tắc bom hiện chắp cặp pư ngọc giáp bom chắp áo chảy mưa ta phải chia bớt tới ná tới tam khởi chia bớt tới ná tới tam khởi dây hố ta cả con to pi phải chia bớt tê âm nước chân cái hầm nước của tôi vốn men mà nước mê vốn âm nước mê vốn khơi phải chia bớt tầng vốn đào tao nó khó từ ô cái bá lắm bọt xóa giờ mà này với nhá tôi liên quan du chứ anh cái hầm nước cái ba vốn đó pe ông san suchi giờ ngày ní mà nước của tôi vốn tê mà chặt lại dây rồi ta cả con trâu tê mà nước chân cho mình đặt nó mà tê mà cắt hai cái sầm phia rừng bò bài bắn khăm Việt Nam này dây trâu trơn tiếc á men thử từng ói đấy trâu trơn miền này tham mạch miền này thà trâu trơn nắng á cứ thà quạt thành nhom nắng ai cặp hiệp khnia dương vua trắng quạt vua trắng đài anh nắng phải thử khnia úp mà tha 80% quạt dây thử anh nắng dương thử khnia miền này ta dương có thử quạt có thử đó mà phay phía hồi chết thử ta ông san suchi nhom mê khăm Việt Nam thử ấy chọn vậy thà trắng á khăm Việt Nam thì dây trâu trơn miền này thật bỏ dưỡng con là chở này bỏ quát bàn mà rơi phía rồi bà ông phụ anh có tôi vô ông tê mà chặt lại đặt ngoan bà tê mình cả tê mà chặt lại nè đặt ngoan bà tê miền sầm mặt tập hiệp âu ria quát ọt miền sầm mặt tập hiệp âu ria tê cái miền tức chất âu ria tê bong bóng dây đó ta cả quan trơn đó bà tê cái máy tới cả bạn để bót đó tới cả mê đặt ngoan là cái bà vô xong đang si cầm sạc kha cả nạp bạ bà chia chôn khăm miền Việt Nam mùi hiên từ âu vô tê bong bóng tăng sầm đại ta dương đại hiên âu vô này chấm non sầm pon này ốc vốn băng pon ý sầm nàng đây bao bị môn máu băng pon này dương dây pasasna là biết nâng băng pon ô tới ruồi tê sọp ngay dương vay sasna nó vay lần tụ sát chứ băng pon thôi mẹ cha thom pina kì lục pu kẹt hai nâng lục ru mà cha san sẽ chia nhom nâng tập pi nâng hai bờ pi nâng dương sầm pon hay nè nơi tana na tiết mơ ở mà tục nhom tới sầm pon à pu nè cả sáng sầm pon ngọt hời cái nạp bạc sầm pon ngọt hời nơi bị na tiết bắp nơi bị na tiết là sọc camai này hà lý nhá này nhom thằng hà lý nhá bữa đôi bị đám ngọt hỏi từ pasasna ngọt á bông bón học gì rồi camai bám bả đấy lời nâng bông ôn về đôi dương linh sờ dân nguốt tu mồn sam tích tu tam khôi sam kháng linh du tới bám tu
អាសល់ប្រមាណស្កកចាក់ចោលហ្មងមានម៉ែគេម៉ែឯងខ្លះហើយទោះបីជាយើងបញ្យល់យ៉ាងណាក៏ដោយក៏គាត់នៅតែលោកគ្រូគាត់ល្អជូនគាត់ទៅមកក្តប់ទៅអានឹងស្រូវស្កកសំបីតែព្រះសម្មាសម្ពុទ្ធក៏លោកទុកស្រូវស្កកម្ដុំដែរបងប្អូនទុកម្ដុំសិនទៅវាមិនអស់ទេបងប្អូនប៉ុន្តែយ៉ាងណាយើងជឿជាក់ថាវាលើពី50%បូក1ពីព្រោះមនុស្សជាប់នឹងប្រយោជន៍ដល់ពេលយើងបញ្យល់ឲ្យគាត់ពិចារណាយូរគាត់ដឹងថានោះវាអត់ប្រយោជន៍អញ្ចឹងហើយបានកឋិនវាស្ងាត់ហ្នឹងបងប្អូនកុំថាពីណាបងប្អូនតាមម្ដេចអាយុយើងកាត់បន្ថយដែរអាណត្តិមុនណាពីណាចាំគឺខ្ញុំខកឲ្យជួយប្រាប់ផងគឺថាគាត់ទៅគ្រប់តែបិណ្ឌដល់ពេលអាណត្តិហ្នឹងគាត់ទៅតែ2បិណ្ឌទេកាត់បន្ថយហើយម្ដេចយុក៏ចូលធွာយើងដែរខ្លាចថ្ងៃណាមួយគាត់មកសុំចូលសម្ព័ន្ធយើងណាបើម្ដេចយុចូលមកខ្ញុំរត់ដែរបងប្អូននៅចរចាមួយគាត់លោតែស្ដាប់យូរយល់នឿយណាយនឹងបានកាយផងខំវាសនាដូចសុបាយជាងអញបីបងយោឃើញតែមួយថ្ងៃទៅនេះមួយថ្ងៃទៅនោះដូចសុបាយជាងអញដូចវាយ៉ាប់ពេកគាត់ដាក់រៀបគាត់ចោលអានោះដូចដាក់គ្រាប់បែកចោលម្ដុំចឹងអញមិនហ៊ានទៅកាន់ទេមួយមិនរែកបោះមិនដាច់យុគ្នាគាត់នោះអូបបាក់គ្នាគាត់នោះលោតែគាត់ដាក់ពុកដូចដាក់មីនហ្នឹងអញហ៊ានកាន់ទេមួយតើហៅមិនដាច់យុមកជួយកាន់គ្នាដឹងគាត់ដាក់មីនកន្លែងណាខ្លះកាន់មិនស្រួលផ្ទុះងាប់ចឹងមិនខ្ញុំថាសម្ដេចយុយល់ឲ្យដាក់ចោលអាប្រទេសជាតិនឹងទៅយកមកឲ្យឯងកាន់កាប់រួចឲ្យសម្ដេចយុទៅដេកយកសុកអត់ទេសុំទោសអត់យកទេមិនដាច់អត់យកដាច់ខាតបើមិនដាច់នៅជួយដឹកអូខេហើយបើធ្វើដោយសំរាំងស៊ីនឹងកឹមសខាបងប្អូនណាសុកអាលាយរហូតវាក្តៅវាកុហលវាកាហាយនយោបាយបងប្អូនគេហៅសិល្បៈទល់នឹងបញ្ហាឌីលជាមួយនឹងបញ្ហាអត់មានបន្ទោសបញ្ហាទេណាគ្រាប់បែកគេដាក់កដាខ្នល់ហ្នឹងសិល្បៈឌីលសិល្បៈដោះស្រាយបញ្ហាអត់មាននិយាយថានាយករដ្ឋមន្ត្រីស្រុកខ្មែរមិនដូចនាយករដ្ឋមន្ត្រីស្រុកគេនាយករដ្ឋមន្ត្រីស្រុកខ្មែរអញ្ចឹងយើងធ្វើនយោបាយទល់នឹងបញ្ហាអត់មានមកបន្ទោសបញ្ហាទេត្រូវយល់ព្រមជាមួយនឹងបញ្ហារួចហើយប្រាប់ថានៅនយោបាយចឹងអញធ្វើកើតដល់ពេលសំរៀងស៊ីកឹមសុខាបន្ទោសរហូតនាយករដ្ឋមន្ត្រីស្រុកគេមិនធ្វើចឹងទេគេមិនចាប់អាណាដាក់គុកអញ្ចឹងទេថាស្រុកខ្មែរអាចឹងតែឯងមានមធ្យោបាយមិនធ្វើទល់ជាមួយបញ្ហាយើង10ឆ្នាំណាដៃមកខាងលួងលោមយៈឲ្យដេកគេងទៅមនុស្សសត្វទាំងឡាយដៃមកខាងទៀតដាស់កូនយៈកូនទៅផ្ទះយើងវិញកូនសពថ្ងៃលួងលោមគេផងដាស់កូនឯងផងកូនភ្ញាក់រលឹកឡើងកូនអំណាចប្រមោលផ្ដុំកូនអំណាចរបស់យើងគេយកទៅបាត់ហើយកូនសពថ្ងៃក្នុងចិត្តរបស់យើងគឺចឹងពីព្រោះអីបងប្អូននយោបាយជាសិល្បៈឌីលជាមួយនឹងបញ្ហាសិល្បៈដោះស្រាយបញ្ហានឹងអត់មានបន្ទោសបញ្ហាទេអ្នកនយោបាយគឺជាអ្នកជាក់ស្ដែងនិយមដល់ពេលសំរៀងស៊ីកឹមសុខាបងប្អូនណាធ្វើនយោបាយគឺកន្លក់ប្រទេសរហូតអញ្ចឹងមកខ្ញុំនិយាយថាបើទុកសំរៀងស៊ីនឹងកឹមសុខាបងប្អូនណាស្រុកខ្មែរដឹងតែលាយហ្មងទី1គឺចិត្តរបស់គាត់វាមិនស្អាតញុះញង់ដើម្បីតែផលប្រយោជន៍ផ្ទាល់ខ្លួនទី2ទស្សនវិស័យវាអត់មានកឹមសុខាអីនេះមនុស្សតែទេលួចបងប្អូនអត់មានស្អីក្នុងខ្លួនតសោះរួចហើយប្រជាប្រដ្ឋខ្មែរចាត់ទុកជា my hero នេះហើយទៅណាមិនចោលទេអាវធំហឹងកម្រងការដាច់ខាតមិនចោលទេអាបាតកម្មកដាលថ្ងៃត្រង់និយាយពីក្តៅចិត្តងាប់នៅតែតដពាក់អាវធំទៀតបើសំរៀងស៊ីឲ្យតែចំណៃមន់ក៏ពាក់អាវធំកម្រងការដែរអស់តោះហ្មងអត់មានវប្បធម៌ប្រជាធិបតេយ្យក្នុងខ្លួនបងប្អូនមើលមហាថ្មគន្ធីមើលបងប្អូនស្បែកជើងរកតែល្អបន្តិចឃើញផងប៉ុន្តែទស្សនៈនិយាយពីមុតជ្រៅហ្មងទស្សនៈរបស់មហាថ្មគន្ធីខ្ញុំមើលទស្សនៈរបស់អ្នកប្រាជ្ញច្រើនណាស់បងប្អូនមហាថ្មគន្ធីទស្សនៈរបស់គាត់ជ្រៅពិបាកនឹងគិតឃើញមនុស្សគាត់មនុស្សជ្រៅមើលហូជីមិញមើលមនុស្សប៉ិនគាត់ដែរស្គមកំប្រឹងប៉ិនអស់ចាហ្មងបងប្អូនទស្សនៈអារឿងចិត្តមួយមិនបាញ់និយាយខ្លួនគាត់មួយឡប់ក៏ដោយរស់ក៏ដោយគឺនៅគ្រាន់តែដើម្បីបម្រើគេទេបើសិនណាជាការស្លាប់របស់គាត់នាំផលប្រយោជន៍ដល់ជាតិបានគាត់ស្លាប់ភ្លាមមនុស្សរស់នៅសម្រាប់ខ្លួនគាត់គឺអញទូចត្មងអញរស់នៅគឺក្នុងន័យដើម្បីបម្រើប្រជាប្រដ្ឋរបស់អញតែប៉ុណ្្នឹងឯងដល់ពេលតារបស់យើងទៅណាអត់ផុតពីខ្លួនឯងអញ្ចឹងនិយាយពីហូជីមិញគាត់កេះគ្នាហើយគាត់មើងងាយបងប្អូនណាយួនណាវាវិភាគទាំងអស់គ្រប់មេដឹកនាំខ្មែរអញ្ចឹងបានមានពួកក្មួយខ្លះវាទេលេផូនមកខ្ញុំវាថាខ្ញុំព្រួយណាពូមិនមែនថាយួនមើលអត់ឃើញទេមនោគមវិជ្ជា LDP លេបមនោគមវិជ្ជារបស់ហូជីមិញបានបងប្អូនពីព្រោះមនោគមវិជ្ជារបស់យើងមានទំហំវិសាលភាពធំធេងជាងមនោគមវិជ្ជារបស់ហូជីមិញកូនយួនច្រើនណាស់បងប្អូនដែលស្ដាប់ LDP យល់ទេបងប្អូន
វានិយាយពូខ្ញុំមិនមែនកូនកាត់យួនទេណាខ្ញុំម៉ែក៏យួនឪក៏យួនណាពូតែខ្ញុំចូលចិត្តខ្មែរខ្ញុំចង់រស់នៅជាខ្មែរបងប្អូនណាបើមនោគមវិជ្ជារបស់កឹមសុខាបងប្អូនទោះបីជាយួនគ្នាចង់រស់នៅក្នុងសុខសន្តិភាពដូចខ្មែរក៏មនោគមវិជ្ជារបស់កឹមសុខារុញវាទៅវិញចង់មិនចង់វាត្រូវតែបែរមកខំយើងមនោគមវិជ្ជាបែបហ្នឹងលេបមនោគមវិជ្ជាហូជីមិញរួចទេមានតែមនោគមវិជ្ជាសកលរបស់យើងទេបងប្អូនទៅសួរទៅតើប្រទេសណាមួយគេអនុញ្ញាតឲ្យជនជាតិដទៃទៅបំផ្លាញជាតិសាសន៍របស់គេគុំសំបីតែជនជាតិដទៃទៅបំផ្លាញជាតិសាសន៍របស់គេសំបីតែជាតិសាសន៍របស់ខ្លួនមកបំផ្លាញជាតិសាសន៍របស់ខ្លួនឯងក៏គេមិនព្រមផងប៉ុន្តែបើអ្នកឯងទៅរីកចម្រើនដល់ស្រុកគេចូលតាមលក្ខខណ្ឌដែលគេតម្រូវទៅជាការរីកចម្រើនដល់ប្រទេសគេអាណាគេមិនទទួលយើងក៏ដូចគ្នាយើងមិនបានស្អប់យួនពីព្រោះអ្នកឯងជាយួនទេតែយើងស្អប់ពីព្រោះយួនណាដែលមកបំផ្លាញខ្មែរគុំសំបីតែយួនបំផ្លាញខ្មែរសំបីតែខ្មែរបំផ្លាញខ្មែរក៏យើងមិនអនុញ្ញាតផងប៉ុន្តែបើអ្នកឯងមកជួយខ្មែរអ្នកឯងមករីកចម្រើនដល់ខ្មែរអ្នកឯងស្រឡាញ់ប្រពៃណីទំនៀមទម្លាប់អ្នកឯងស្រឡាញ់ភាពជាខ្មែរអ្នកឯងចង់ចូលខ្មែរតាមផ្លូវដែលយើងបានរៀបចំជាច្បាប់ជាទម្លាប់ឲ្យអ្នកឯងចូលយើងស្វាគមន៍ហើយស្វាគមន៍ហ្នឹងបងប្អូនពីក្នុងពោះយើងទៅអត់មានល្បិចកលអីទេមានតែផ្លូវហ្នឹងទេណាបងប្អូនដែលយើងអាចសម្លាប់មនោគមវិជ្ជាហូជីមិញបានបើស្នាជាយើងធ្វើមនោគមវិជ្ជាដោយកឹមសុខាមនោគមវិជ្ជាជាតិនិយមស្អីណាយើងខ្មែរត្រូវចេះជួយខ្មែរខ្ញុំថាអត់ទេយើងខ្មែរត្រូវស្រឡាញ់ខ្មែរខ្ញុំថាអត់ទេតាខូចអញស្រឡាញ់ម្បានទេតាខុសអញជួយម្បានទេសានសុជាគេនិយាយចឹងគេថាខ្មែរយើងត្រូវចេះជួយខ្មែរខ្ញុំថាស្អីគេប្រសងអីចឹងប្រពុតអត់មានក្របខ័ណ្ឌមនុស្សផងប្រពុតទៅដល់សត្វទៀតហើយឯងលេងមនុស្សលេងមានក្របខ័ណ្ឌខ្មែរអ្នកធေါ်អីចឹងបងប្អូននិយាយនេះនិយាយប្រកបប្រជាប្រដ្ឋខ្មែរពីព្រោះអញគ្មានរកប្រជាប្រិយភាពពីយួនទេអញរកប្រជាប្រិយភាពពីខ្មែរសម្រាប់ខ្ញុំថាជួយអត់បានទេខ្មែរឯងក៏ដោយតែឯងខូចទៅលើយួនខ្ញុំជួយខាងយួនដែរចិត្តរបស់ខ្ញុំមកបងប្អូនជាចិត្តសកលខ្ញុំមើលទៅអត់ឃើញពូជសាសទេបងប្អូនខ្ញុំឃើញតែមនុស្សខ្ញុំអត់ឃើញយួនខ្ញុំអត់ឃើញសាសនាអីខ្ញុំឃើញភ្នែកថ្លន់ថ្លាន់ឃើញតែមនុស្សទាំងអស់ត្រូវការបាយមនុស្សត្រូវការសំណុកស្រួលសំខាន់បំផុតណាអ្នកត្រូវមានសិលធម៌រវាងគ្នានឹងគ្នាពួកយើងទាំងអស់គ្នាសុទ្ធតែជាមនុស្សខ្ញុំអត់មានប្រកាន់ទេបងប្អូនក្នុងចិត្តរបស់ខ្ញុំគឺអត់ចឹងហ្មងហើយបើពីណានាំធ្វើអាមនោគមវិជ្ជាជាតិនិយមខ្ញុំអត់ធ្វើទេបងប្អូនឲ្យទៅជាមួយគេចោះខ្ញុំអត់ទៅជាមួយកើតទេសរុបមកវិញអ្វីដែលខ្ញុំចង់និយាយបងប្អូនគឺការកែផ្នត់គំនិតរបស់ប្រជាប្រដ្ឋផ្ដល់មូលដ្ឋានក្នុងការត្រេះរិះពិចារណាឲ្យប្រជាប្រដ្ឋក្នុងពេលបច្ចុប្បន្នការងាររបស់យើងគឺការងារហ្នឹងដៃម្ខាងលួងលោមដេកទៅមនុស្សសត្វទាំងឡាយដៃម្ខាងទៀតដាស់កូនពន្យល់ប្រជាប្រដ្ឋខ្មែរឲ្យស្គាល់អំពីផ្លូវចេញអារឿងបន្ទោសគេជារឿងទី1ហើយប៉ុន្តែអារឿងស្គាល់ផ្លូវចេញអានឹងជារឿងទី2ហើយសំខាន់ណាស់អ្នកដឹកនាំខ្មែរបងប្អូនចំណាំមើលបន្ទោសតែរដ្ឋាភិបាលចេះប៉ុន្តែដល់អាខ្លួនឯងជាទស្សនៈទៅមុខអត់មានសម្រាប់សម្ព័ន្ធក្នុងពេលបច្ចុប្បន្នការផ្ដល់មូលដ្ឋានក្នុងការត្រេះរិះពិចារណាឲ្យប្រជាប្រដ្ឋគឺជារឿងទី1ក្នុងដំណើរឆ្ពោះទៅរកការដោះស្រាយបញ្ហាប្រទេសជាតិខ្ញុំសូមបញ្ចប់ចំណាប់អារម្មណ៍គ្រាដំបូងរបស់ខ្ញុំទៅប៉ុណ្ណេះ